លើកយកអ្នកកើតឆ្នាំ5ដែលកំសត់លំបាកជួបជួបភ្លៀងជីវិតមិនសូវរលូនដូចឆ្នាំផ្សេងឆ្នាំ5នេះអាត្មាលើកយកតាមលំដាប់លំដោយតែសូមលើកយកឆ្នាំទី1មុនគេដែលលំបាកស្ទើរតែពីតូចរហូតទៅដល់ធំនឹងពុំទាន់មានភាពស្រណុកសុខស្រួលនៅឡើយទេហើយឆ្នាំទាំង5យ៉ាងនេះភាគច្រើនបើជាម្ដាយឪពុកគឺដល់ពេលចាស់ទៅហ្នឹងប្រហមតបានសំណុកហ្នឹងចិត្តស្លាប់ទៅវិញឆ្នាំទី1សូមលើកយកអ្នកកើតឆ្នាំមមីអ្នកកើតឆ្នាំមមីទាំងបរិសុទ្ធទាំងស្ត្រីបែងចែកជាពីរណាឆ្នាំមុនគេគឺឆ្នាំមមីបែងចែកជាពីរមួយឆ្នាំមមីវិជ្ជមានមួយឆ្នាំមមីអវិជ្ជមានឆ្នាំមមីវិជ្ជមានបែបម៉េចញាតិញោមឆ្នាំមមីនេះទាំងបរិសុទ្ធទាំងស្ត្រីសុទ្ធតែជាមនុស្សខ្នះខ្នែងព្យាយាមប្រឹងប្រែងទាំងកម្លាំងកាយទាំងកម្លាំងចិត្តប្រើប្រាស់ខួរក្បាលហើយជាមនុស្សដែលចិត្តល្អបំផុតជួយគេរហូតដល់ខ្លាចជាជនរងគ្រោះខ្លួនឯងផងដែរឆ្នាំមមីទាំងបរិសុទ្ធទាំងស្ត្រីតាំងពីកើតតាំងពីតូចរហូតដល់ធំដល់ក្តីមានក្រុមគ្រួសារហើយសូមលើកយកឆ្នាំមមីវិជ្ជមានឆ្នាំមមីវិជ្ជមានគឺចង់បញ្ជាក់ថាឆ្នាំមមីដែលខិតខំព្យាយាមប្រឹងប្រែងមែនតែម្ដងមិនមែនដេករងចាំសំណាងទេបរិសុទ្ធស្ត្រីដែលកើតក្នុងឆ្នាំមមីនេះដែលជាឆ្នាំកំសត់កំរនេះគឺជាមនុស្សដែលពេលខ្លះហ្នឹងណាប្រើកម្លាំងយកទៅដូរលុយយកទៅដូរបាយសុទ្ធសាធតែម្ដងអ្នកកាត់ឆ្នាំមមីភាកច្រើនបើខ្លាចជាតកែគេក៏ក្រដោយសារជួយគេបើកើតជាអ្នកដឹកនាំគេគឺរងគ្រោះដោយសារតែចេញមុខការពារនិងជួយគេបើកើតជាមេគ្រួសារគឺជាមនុស្សដែលតស៊ូបំផុតតស៊ូខ្លាំងមែនតើសឹងថាគ្មានពេលឈប់ទេសឹងតែរកពេលដេកគ្មានទេហើយរកពេលសប្បាយជួបជុំគ្មានទេនេះគឺឆ្នាំមមីវិជ្ជមានអ្នកកើតឆ្នាំមមីទាំងបរិសុទ្ធទាំងស្ត្រីដែលស្ថិតក្នុងបញ្ជីវិជ្ជមានស្ដាប់ឲ្យច្បាស់ណាឆ្នាំមមីទាំងអស់ដែលតាំងពីធំដឹងក្តីរហូតដល់មានក្រុមគ្រួសារចាស់ទុំទៅវិញអ្នកដែលតស៊ូព្យាយាមប្រឹងប្រែងនេះណាស្រណុកពេលចិត្តស្លាប់ទៅវិញអ្នកកើតឆ្នាំមមីភាគច្រើនតែភ័ព្វគូបើជួបគូហើយបើជានិរន្តរ៍ក៏ត្រូវតែតស៊ូចាប់ដៃខំមាត់សង្កត់ចិត្តខ្លាំងមែនតែម្ដងប៉ុន្តែបើមិនមែនគូជានិរន្តរ៍ទេជាមនុស្សដែលចិត្តក្រៅដូចគ្នាណាឆ្នាំមមីនេះគឺចិត្តដាច់ខ្លាំងណាខឹងឆាប់បាត់អត់ចេះគុំគួនប៉ុន្តែចិត្តដាច់តែធ្វើឲ្យដល់កគឺដើរចេញហើយអត់មានស្ដាយសំណោះអីសូម្បីតែបន្តិចទេពេលខ្លះទោះជាសល់ទ្រព្យសម្បត្តិច្រើនក៏ដោយតែដល់កមែនទែនគឺដើរយកតែខ្លួនឯងចេញទៅអត់ផុតទេអ្នកកើតឆ្នាំមមីដែលនៅក្នុងបញ្ជីវិជ្ជមានទាំងពួងណាអានេះគឺប្រាប់ទៅលើអ្នកដែលវិជ្ជមានគឺសុទ្ធតែជាអ្នកដែលតស៊ូព្យាយាមប្រឹងប្រែងទាំងកម្លាំងកាយនិងកម្លាំងចិត្តហើយឆ្នាំមមីទាំងពួងនេះណាគួរកាត់បន្ថយនៅរឿង3យ៉ាងអ្នកដែលស្ថិតក្នុងបញ្ជីវិជ្ជមាននេះកាត់បន្ថយនៅរឿង3យ៉ាងទី1គឺការជួបជុំឥតប្រយោជន៍ទី2គឺការសែបគប់ចំពោះមិត្តភក្តិក្តីបងប្អូនអ្នកធ្វើការរាប់អានកន្លែងការងារក្តីនឹងដែលឥតប្រយោជន៍ទី3ចំណាយនិងចំណូលគួរមើលឲ្យបានត្រូវខ្ទង់3យ៉ាងនេះគួរកាត់បន្ថយសម្រាប់អ្នកកាត់ឆ្នាំមមីបើចង់សំណុកពេលចាស់ទៅសល់លុយសល់កាក់សល់ផ្ទះសល់ដីសល់ឡានពីព្រោះអីឆ្នាំមមីនេះមូលហេតុអីបានជាប្រាប់ថាឲ្យកាត់បន្ថយការជួបជុំឥតប្រយោជន៍ពីព្រោះមនុស្សឆ្នាំមមីនេះណាងាយនឹងជឿតាមគេអូសទាញខ្លាំងមែនតើនឹងចំពោះអ្នកដែលវិជ្ជមានក្នុងឆ្នាំមមីទី2ការសែបគប់នេះគឺចូលចិត្តការសែបគប់បន្តពីមួយទៅមួយឃើញគេសរសើរនេះល្អនោះល្អឆាប់ជឿគេចាញ់បោកគេនៅក្នុងចំណុចហ្នឹងអស់ទាំងលុយអស់ទាំងកាក់អស់ទាំងទ្រព្យអស់ទាំងសម្បត្តិអស់ទាំងកិត្តិយសផងដែរទី3ចំណាយក្តីចំណូលក្តីដួលក្តីបរាជ័យក្តីឆ្នាំមមីជាមនុស្សដែលងាយនឹងឆាប់ចិត្តទន់បើគេសួរឆាប់ប្រាប់គេអញ្ចឹងចំណេញតិចឬច្រើនកុំប្រាប់គេទាំងអស់ពេករឿងខ្លះយើងមិនអាចទុកចិត្តគេបាននេះគឺឆ្នាំមមីដែលស្ថិតក្នុងបញ្ជីវិជ្ជមានរីឯចំណុចទី2ឆ្នាំមមីដែលអវិជ្ជមានគឺជាមនុស្សដែលរស់ពឹងដង្ហើមគេដកអញ្ចឹងឆ្នាំមមីនឹងបែងចែកជា2ណាមនុស្សដែលនៅកាត់ឆ្នាំមមីដូចគ្នាក៏កើតពេលវេលាថ្ងៃខែឆ្នាំខុសគ្នាផងដែរជួនកាលអ្នកកាត់ឆ្នាំមមីខ្លះពេលព្រឹកពេលល្ងាចពេលថ្ងៃពេលត្រង់ខុសម៉ោងគ្នាខុសវិនាទីគ្នាខុសនាទីគ្នាខុសខែគ្នាទៀតអញ្ចឹងយើងបែងចែកជា2អញ្ចឹងយើងចូលដល់បញ្ជីអវិជ្ជមានឆ្នាំមមីនេះណានៅក្នុងបញ្ជីអវិជ្ជមានមានន័យថាគុណវិបត្តិឆ្នាំមមីនេះពេលខ្លះជាមនុស្សដែលរស់ពឹងសំណាងគេជាមនុស្សដែលចូលចិត្តពឹងដង្ហើមគេដកជាមនុស្សដែលចូលចិត្តមិនសូវប្រើសមត្ថភាពខ្លួនឯងពេញលេញទេគឺចូលចិត្តពឹងឲ្យគេជួយណាចូលចិត្តរស់ដោយសារគេក៏
ឆ្នាំមមីពេលខ្លះក៏មានអ្នកល្អក៏មានអ្នកខ្ជិលដែរអញ្ចឹងលើកយកពីចំណុចនេះចំពោះវិជ្ជមាននិងអវិជ្ជមានឥឡូវយើងរួមចូលគ្នាទៅវិញណាគុណសម្បត្តិរបស់ឆ្នាំមមីគឺជាមនុស្សដែលតស៊ូស្មោះត្រង់ព្យាយាមខិតខំក្នុងការងារជាមនុស្សដែលខឹងហើយឆាប់បាត់ហើយក៏ជាមនុស្សដែលកម្រិះសន្សំសំចៃផងដែរដល់គុណវិបត្តិចំពោះឆ្នាំមមីជាមនុស្សដែលឆាប់លងជឿពាក្យសម្ដីឆាប់ទុនភ្នែកឆាប់យំដោយសារតែគេនិយាយឆាប់ជឿគេទៅជាសដោយសារតែពាក្យកញ្ចក់រកឆាប់បរាជ័យព្រោះតែអាណិតជួយគេឲ្យគេខ្ចីអស់ពីខ្លួនក៏មានដែរណានឹងគឺគុណវិបត្តិរបស់ឆ្នាំមមីអញ្ចឹងនេះគឺជាឆ្នាំទី1ច្បងដែលកំសត់កំរហើយលំបាកបំផុតណាលំបាកបំផុតមានថាលំបាកជាងឆ្នាំទាំង4ផ្សេងទៀតអញ្ចឹងអ្នកកើតឆ្នាំមមីណាប្រយ័ត្នប្រយែងកុំឆាប់ជឿគេកុំសែបគប់ចំពោះអ្នកណាដែលនិយាយដើមជេរប្រមាថគេប្រវាញ់កម្លាំងខ្សែលើគេនឹងគួរចាក់ចែកឆ្ងាយពីព្រោះវានាំសេចក្តីអន្តរាយក្តៅក្រហាយមកកាន់ខ្លួនឯងវិញអ្នកកើតឆ្នាំមមីនេះអាត្មាអាណិតតែរឿងពីរទេទី1គឺជួយគេអស់ពីខ្លួនរហូតដល់ខ្លាចជាជនរងគ្រោះរីឯទី2ជាមនុស្សចិត្តទន់ឆាប់ចាញ់បោកគេពីចំណុចនេះគឺជាចំណុចខ្សោយរបស់អ្នកកើតឆ្នាំមមីគួរប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតការពិពណ៌នានេះមិនប្រកាសថាត្រូវទេប៉ុន្តែនៅក្នុងក្បួនតារានិកឆ្នាំមាន5តែឆ្នាំច្បងដែលកំសត់ជាងគេគឺឆ្នាំមមីនឹងឯងអញ្ចឹងជាចុងក្រោយអ្នកកើតឆ្នាំមមីប្រសិនជាខុសត្រូវឬលុះខ្វះខាតតាគឺសំខាន់តែអភ័យទោសហើយកុំភ្លេចជួយចុច share នៅវីដេអូនេះមួយដើម្បីអាត្មាភាពនឹងចេញឆ្នាំ4ដល់កំសត់បន្ទាប់ពីឆ្នាំមមីបន្តទៀតចុងក្រោយអរគុណសម្រាប់ការទស្សនាអរគុណសម្រាប់ការ share កុំភ្លេចជួយចុច follow នៅ TikTok និង follow page អាត្មាភាពម្នាក់មួយផងជាចុងក្រោយចម្រើនប៉ូលី